បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់ក្រសួងសាធារណការនិងដឹកជញ្ជូនចាប់ពីពេលនេះតទៅសន្និបាតបានរៀបចំជាទម្រង់កិច្ចពិភាក្សាបែងចែកជា3ផ្នែកទី1ការអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូនទី2ស្ដីពីការគ្រប់គ្រងនិងតាមដានការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញប្បទានពីដៃគូអភិវឌ្ឍទី3ស្ដីពីការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈនិងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ថវិកាជាតិតាំងនាមសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្ដែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមពេញពនារួមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីជំរុញល្បឿនការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាខ្ញុំសូមផ្ដល់នៅអនុសាសន៍មួយចំនួនទី1បន្តជំរុញការកែលម្អការងារផ្ដល់សេវាសាធារណៈពាក់ព័ន្ធនឹងវិស័យសាធារណការនិងដឹកជញ្ជូនឲ្យកាន់តែប្រសើរឡើងទី2បន្តការខិតខំប្រឹងពង្រឹងគុណភាពផ្លូវនិងការតភ្ជាប់ខ្សែផ្លូវប្រទាក់កលាទៅកាន់តំបន់ដែលមានសក្តានុពលសំខាន់ៗខ្ញុំសូមប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់ក្រសួងសាធារណការនិងដឹកជញ្ជូននាពេលនេះ